រឿងខ្មោចលោកតាផៃនារសៀលនៅតាមដងផ្លូវវាលស្រែឯចុងភូមិមានលោកតាម្នាក់វ័យប្រហែលជាង70ប្លាយគាត់មានឈ្មោះថាលោកតាផៃហើយនៅពីក្រោយលោកតាផៃនោះជាស្ត្រីដែលមានវ័យទៅតែជាង40ឆ្នាំស្ត្រីម្នាក់នោះមានឈ្មោះថារីម៉ាមើលទៅរូបរាងគាត់ទាំងពីរប្រហាក់ប្រហែលទៅនឹងឪពុកហើយនឹងកូនតែរីម៉ានោះមិនមែនជាកូនរបស់លោកតាផៃនោះទេគឺជាសង្សារបណ្ដោចិត្តរបស់លោកតាទៅវិញលោកតាផៃមានចិត្តស្រឡាញ់នឹងរីម៉ានោះជាខ្លាំងគាត់ហ៊ានលះបង់គ្រប់យ៉ាងឲ្យទៅនាងដោយមិនមានជំទាស់ឬក៏ស្ដាយស្រណោះអ្វីទាល់តែសោះឡើយអ្វីដែលសំខាន់សម្រាប់គាត់នោះគឺឲ្យតែនាងរីម៉ាស្រឡាញ់គាត់ខ្លួនប្រាណរបស់លោកតាផៃមិនសូវជារឹងមាំប៉ុន្មាននោះទេជួនឈឺជួនទៅក៏ជានឹងមានភាពទ្រុឌទ្រោមទៅតាមវ័យរបស់គាត់តែនៅក្នុងពេលវេលានេះគាត់ក៏ប្រឹងធាក់កង់នាំសង្សារមើលទេសភាពតាមវាលស្រែស្រូបយកខ្យល់អាកាសបរិសុទ្ធនិងនិយាយសារសងគ្នាយ៉ាងផ្អែមល្ហែមបើទោះបីជាពេលនេះជើងរបស់គាត់មានសភាពញ័រដង្ហើមដកសឹងនឹងលែងដល់គ្នាក៏ដោយក៏គាត់នៅតែខំប្រឹងដើម្បីឲ្យសង្សារក្មេងរបស់គាត់ស្រស់ស្រាយនិងសប្បាយចិត្តលុះគាត់ទាំងពីរជិះកង់ទៅបានរៀងឆ្ងាយបន្តិចនាងរីម៉ាក៏សួរទៅកាន់លោកតាផៃពីខាងក្រោយថាបងតាពេលណាទៅតើយើងរៀបការរស់នៅជាមួយគ្នាយ៉ាងពេញសិបទៅខ្ញុំរាល់ថ្ងៃនៅតែម្នាក់ឯងហើយយប់ឡើងវាចេះតែព្រឺរងាខ្លាចយ៉ាងមិនដឹងនោះទេហើយអន្តិតទៅប្រសាទថ្មីនោះក៏ចេះតែមកឆែចុះឡើងនៅខាងមុខផ្ទះទៀតហើយខ្ញុំមានចិត្តស្រឡាញ់តែបងតាម្នាក់គាត់ណាលោកតាផៃឮហើយនៅក្នុងចិត្តរំភើបណាស់ចង់តែរៀបការជាមួយនឹងនាងទេក៏ប៉ុន្តែនៅឯផ្ទះរបស់លោកតាគឺមានប្រពន្ធរបស់គាត់ដែលមានព្រះជន្មចូលចិត្ត70ដែរទៅហើយគាត់មានឈ្មោះថាលោកយាយស៊ីនួនគាត់មានកូនប្រុស2នាក់តែម្នាក់ត្រូវមានគ្រួសារទៅរស់នៅឯគេរៀងខ្លួនហើយនៅក្នុងចិត្តរបស់តាផៃលែងមានលោកយាយស៊ីនួនទៀតហើយពេលនេះគាត់មានតែនាងរីម៉ាដែលជាសង្សារបណ្ដោចិត្តតែប៉ុណ្ណោះហើយអំបញ្ញមិញនេះឮសូននាងនិយាយថាអន្តិតទៅប្រស័កថ្មីចូលទៅញ៉ៃញងនាងផងទៀតនោះគាត់ក៏ឆ្លើយតបទៅនាងវិញថាណែបើអូននាងគិតហើយនិយាយបែបនោះទៅហើយបងសែនសប្បាយចិត្តណាស់បាទដូច្នោះអូននាងចូលទៅរស់នៅឯផ្ទះបងនៅស្អែកល្ងាចចុះទៅណាហើយអូននាងមិនបាច់បារម្ភអីនោះទេចុះយាយនួននោះអូនខ្លាចក្រែងតែគាត់មិនព្រមទេបងតាអូននាងមិនបាច់ទៅខ្វល់ពីយាយកញ្ចាស់នោះទេចាំបងចាត់ការឲ្យគាត់ទាំងពីរនិយាយបណ្ដាជិះកង់បណ្ដាយ៉ាងមានក្តីសុខពេលប្រលប់នៅឯផ្ទះលោកយាយស៊ីនួនអង្គុយនៅខាងលើផ្ទះដោយតន្ទឹងរង់ចាំមើលផ្លូវប្តីព្រោះមិនដឹងថាគាត់ទៅទីណានោះទេលោកយាយស៊ីនួនគាត់បារម្ភខ្លាចក្រែងលោកតាផៃវង្វេងរកផ្ទះពុំឃើញព្រោះវ័យកាន់តែចាស់ទៅហើយប្រព័ន្ធសរសៃប្រសាទមិនសូវជានឹងណចងចាំល្អនោះទេបានបន្តិចគាត់ឃើញលោកតាផៃដើរចូលមកគាត់ក៏អស់នៅក្តីបារម្ភហើយក៏សួរទៅលោកតាថាយាយណាតាវាទៅតែមកពីណាខ្ញុំនៅចាំផ្លូវតាឯងមកល្ងាចហើយបារម្ភខ្លាចក្រែងតាវាវង្វេងផ្លូវហ្នឹងណាហើយមកពីណាដែរហ្នឹងឃើញបាត់ទៅតាំងពីថ្ងៃមកម្លេះណែយាយវាបន្ទប់អាផានកូនយើងឲ្យខ្ញុំសុំបានទេហើយយាយវាអីចាំទៅជួយបោសសម្អាតនិងរៀបចំដាក់ក្រែដាក់ពុកទុនឲ្យមកស្អាតផងយាយតាមានភ្ញៀវមកលេងផ្ទះយើងមែនតាចុះគេជាណាទៅនៅឯណាហើយគេមកនៅថ្ងៃណាដែរគឺណែយាយវាឯងចាស់ទៅហើយគឺអាចដែរណែខ្ញុំចង់សុំយាយវាឯងយកប្រពន្ធមួយទៀតគ្រាន់កុំដកគ្នាកុំឲ្យបាត់អបសុកហ្នឹងហើយគេចូលមករស់នៅថ្ងៃស្អែកនេះហើយយាយណារាល់ថ្ងៃមានឆ្លឹកកញ្ចក់មើលខ្លួនឯងទេ
Mỗi ngày cắt một ngày cáo cho mà chồng nơi ngày này nơi ngày sáng có mình đâm. Nơi prơ từ rọc sợi không anh tiết. Ai miên à sâu đặc khiêm khá đa tế, hả? À ta cả cha. Nè, ba mình ở giọt sợi không anh, ai đã trầm giọt dây cha đôi chi dây ấy nè nghe. Với, để bé thông khăn mà sla mà lú, nâng mà hít tóc đừng. Nó, kê vinh nè, sát kế khăn ở cửa ốp ngôi. Hỏi, ba mình bình chất thế nè, dây anh có vụt bằng quét tên nơi chỉ mùi nó con dây anh tên. លោកយាយស៊ីនួនពេលដែលបានឮសម្ដីរបស់លោកតាផៃពោលមកបែបនោះហើយនៅក្នុងទ្រូងញាប់ញ័រស្ទើរតែកៀងទៅហើយគាត់មិននឹកស្មានថាលោកតាផៃបែបនេះក៏ទៅសោះព្រោះតែចិត្តងប់ងល់នឹងស្រីក្មេងហ៊ានដេញប្រពន្ធដែលរស់នៅស៊ីអត់ស៊ីឃ្លានតស៊ូមកលំបាកជាមួយគ្នាមកជាង50ឆ្នាំលោកយាយស៊ីនួនគាត់មិននិយាយអីច្រើននោះទេបានត្រឹមតែលាក់ទុកនៅក្នុងចិត្តហើយពេលខ្លះទប់មិនជាប់ទឹកនេត្រាក៏ហូរចេញមកបញ្ជាក់ឲ្យឃើញថានៅក្នុងចិត្តរបស់គាត់ឈឺចុកចាប់ដោយត្រូវគេយកកំបិតមកឆោតចំកណ្ដាលដើមទ្រូងអញ្ចឹងលោកយាយគាត់មិនចេញពីផ្ទះនោះទេបើទោះជាលោកតាដេញក៏ដោយព្រោះតែគាត់ខ្លាចក្រែងនាងក្មេងប្រពន្ធថ្មីរបស់តានោះមកចាយវាយបំផ្លាញទ្រព្យដែលជាកម្លាំងញើសឈាមរបស់គាត់ទើបគាត់សម្រេចចិត្តរស់នៅជាមួយគ្នាទាំងវេទនាផ្លូវចិត្តឯចំណែកលោកតាផៃវិញពេលដែលបានឃើញលោកយាយស៊ីនួនមិនតបតនោះគាត់ក៏រត់តែបញ្ឈឺថែមទៀត ធ្វើមកទេយាយឯងវាចាស់ហើយគេនោះវានៅក្មេងហើយស្អាតជាងមិនអីទេណាចាំអញឲ្យមីកន្ទុយសង្សារថ្មីអញមើលថែយាយឯងរហូតដល់ផុតរលត់ជីវិតណា និយាយរួចតាផៃក៏ដើរចេញទៅទាំងក្តីរំភើបព្រោះស្អែកនេះលោកតាបានប្រពន្ធថ្មីមួយទៀតហើយវេលាយប់នោះដែរគឺលោកតាផៃគាត់មិនសម្រាននោះទេបានឲ្យតែមេឃភ្លឺនិងអាលបានទៅទទួលនាងរីម៉ាចូលមកនៅក្នុងផ្ទះហើយនៅពេលរាត្រីនោះដែរលោកយាយស៊ីនួនសម្រានលក់លោកតាផៃក៏រាំញញែកញញួរពេញទាំងផ្ទះមិនគិតថាខ្លួនជាមនុស្សចាស់បន្តិចណាសោះនោះឡើយលោកយាយស៊ីនួនពេលដែលបានឃើញហើយគឺគាត់មានតែការហួសចិត្តចំពោះលោកតាជាខ្លាំងមិនដឹងត្រូវស្ដីថាបែបណានោះទេលុះព្រឹកឡើងត្រូវនឹងថ្ងៃច័ន្ទជាថ្ងៃដើមទ្រព្យហើយក៏ជាថ្ងៃសិរីសួស្ដីរបស់លោកតាផៃដែលនាំរីម៉ាភរិយាថ្មីវ័យទើបតែ45ឆ្នាំចូលមករស់នៅក្នុងផ្ទះជាមួយនឹងលោកយាយស៊ីនួនពេលមកដល់លោកតាផៃក៏ណែនាំឲ្យរីម៉ាសំពះជម្រាបសួរទៅកាន់លោកយាយឯចំណែកលោកយាយវិញគាត់មិននិយាយស្ដីអ្វីទៅរីម៉ានោះទេក្រោយពីលោកយាយមិនតបតបែបនោះហើយលោកតាផៃក៏នាំរីម៉ាទៅកាន់បន្ទប់សម្រាកទៅពេលមកដល់បន្ទប់រីម៉ាក៏សួរទៅកាន់លោកតាផៃថាណែបងតើប្រាប់ខ្ញុំថានាំខ្ញុំមករស់នៅក្នុងផ្ទះហើយនឹងមានកន្លែងសុខតែ2នាក់ចុះហេតុអីក៏មានយាយនួននៅនឹងដែរហើយមើលធ្វើរឹកចុះអូយនេះសំណប់ចិត្តធ្វើកំខឹងមើលដោយសារយាយនោះវាចាស់ហើយបើឲ្យគេចេញទៅនាំតែអ្នកស្រុកគេថាចឹងមានតែឲ្យគេនៅសិនចុះណាតាគេទ្រាំលែងបានគេទៅដោយខ្លួនឯងហើយបានបើអញ្ចឹងខ្ញុំយកព្រមតាមបងតាសិនចុះពេលវេលាចេះតែរំកិលទៅមុខបន្តិចម្ដងភ្លេចខ្លួនរីម៉ាក៏ចូលមកនៅក្នុងផ្ទះជាមួយនឹងលោកយាយស៊ីនួនបានជាង1ខែហើយនៅក្នុងពេលនោះដែរអត្តចរិតរបស់រីម៉ាក៏បង្ហាញឲ្យលោកយាយស៊ីនួនបានឃើញបន្តិចម្ដងព្រោះថារីម៉ានោះមួយថ្ងៃគ្មានដែរគិតចូលទៅក្នុងចង្ក្រានរៀបចំទំនុកបំរុងបាយទឹកអ្វីនោះទេគឺបន្ទុកទាំងអស់ត្រូវធ្លាក់មកលើលោកយាយទាំងអស់រីម៉ាសំបីតែសម្លៀកបំពាក់ខ្លួនក៏មិនបោកសម្អាតនោះដែរមួយថ្ងៃគិតតែពីលេងល្បែងស៊ីសងនាងចូលមករស់នៅទៅតែបានជាង1ខែសោះសាងបំណុលចម្ពាក់គេជុំទិស
រួមទាំងអស់ដីស្រែរបបរបស់លោកតាផៃមួយដុំថែមទៀតផងក្រោយពីលោកយាយទទួលបានដំណឹងនោះហើយនៅក្នុងចិត្តក្តៅណាស់ក៏ដើរចូលទៅសួរនាងរីម៉ាថាណែមេការីហងឯងចូលមកនៅក្នុងផ្ទះអញមិនទាន់បានប្រមាណផងតែជំពាក់លុយគេឲ្យគ្រប់ទិសឲ្យគេទាតែអញហើយថែមទាំងលក់ដីស្រែគេរបស់អាកញ្ចាស់ប្តីនោះអស់ម្ដុំទៀតរាល់ថ្ងៃនេះបាយទឹកក៏មិនដែលចូលទៅធ្វើណែអញប្រាប់នាងឯងទៅអញមិនមែនជាខ្ញុំបម្រើនាងឯងទេអូហូយាយនួនចង់ខ្ញុំទៅជំពាក់នរណាជារឿងរបស់ខ្ញុំទេហើយដីស្រែដែលលក់នោះក៏ជារបស់បងតាប្តីខ្ញុំដែរយាយឯងគ្មានសិទ្ធិចេះដឹងអីនោះទេហើយអារឿងបាយទឹកចង្ក្រាមជើងឆ្នាំងអីអស់នោះពោវាគួរជាតួនាទីរបស់យាយឯងទេណាយាយខ្ញុំមានចិត្តសន្តោសប្រណីឲ្យយាយឯងចូលមករស់នៅក្នុងផ្ទះនេះចាត់ទុកថាសំណាងរបស់យាយឯងពេកហើយយាយមេការីអញអស់ការអប់រំនឹងនាងឯងទៀតហើយដោយលឺសូរសំឡេងឆ្លោះប្រកែកគ្នាលោកតាផៃក៏ស្ទុះចូលមកបែរជាឃើញមុខរបស់លោកយាយស៊ីនួននិងរីម៉ាជាំខៀវស្ទើរតែពេញផ្ទៃមុខលោកតាផៃឃើញហើយក្តៅណាស់មិនបានសួរនាំរកខុសរកត្រូវអ្វីនោះទេហើយមើលទៅរីម៉ាឯនោះក៏ធ្វើជាញែកញាក់រំអួយដាក់លោកតាផងនោះធ្វើឲ្យលោកតាកាន់តែខឹងលោកយាយស៊ីនួនខ្លាំងរហូតដល់ថ្នាក់ជេរដាក់ផ្ដាសានិងគំរាមរកវាយធ្វើបាបលោកយាយថែមទៀតផងឯចំណែកលោកយាយស៊ីនួនវិញពេលដែលឃើញទង្វើរបស់លោកតាបែបនោះហើយក៏ឆ្អែតចិត្តលែងរស់នៅក្នុងផ្ទះនោះតទៅទៀតដោយពាក្យមួយដែលអ្នកស្រុកតែងតែលើកមកនិយាយថាតែធ្វើឲ្យឆ្អែតចិត្តហើយអ្វីក៏លែងចង់បានដែរដោយដែលលោកយាយនួននៅពេលនោះអញ្ចឹងគាត់សម្រេចចិត្តចាក់ចេញពីផ្ទះទាំងកណ្ដាលភ្លៀងធ្លាក់ដោយធ្វើដំណើរទៅរស់នៅជាមួយនឹងកូនរបស់គាត់វិញម្ដងហើយទ្រព្យអ្វីក៏គាត់លែងចង់បានហួងហែងបន្តទៅទៀតនោះដែរអ្វីដែលគាត់យកមកតាមខ្លួននៅពេលនោះគឺត្រឹមតែឆាត់មួយប៉ុណ្ណោះលោកយាយស៊ីនួនធ្វើដំណើរទាំងដែរនៅលើផ្ទៃមុខរបស់គាត់ឈឺចុកចាប់តែក៏ឈឺមិនស្មើចិត្តនោះឡើយមិនយូរប៉ុន្មានគាត់ក៏ដើរទៅដល់ផ្ទះរបស់នីផាន់ដែលត្រូវជាកូនរបស់គាត់ពេលដែលទៅដល់លោកយាយក៏ប្រាប់នីផាន់ទៅតាមដំណើររឿងដែលបានកើតឡើងលុះកន្លងទៅបាន5ខែលោកយាយស៊ីនួនរស់នៅជាមួយនឹងកូនយ៉ាងមានក្តីសុខដោយកូនរបស់គាត់ម្នាក់ប្រកបដោយកន្លងធម៌មើលថែទំនុកបំរុងមិនឲ្យខ្វះខាតត្រង់ណានោះទេចំណែកឯលោកតាផៃវិញត្រូវរីម៉ាប្រពន្ធសំណប់ចិត្តលួងលោមយកលុយទៅលេងប៊ីលចាក់កន្ទុយលេខរហូតដល់អស់ទ្រព្យសម្បត្តិដីធ្លីព្រមទាំងផ្ទះដែលកំពុងតែរស់នៅនោះផងដែរដូចទៅនឹងពាក្យមួយដែលគេតែងតែនិយាយថាល្បែងតែងតែនាំនៅក្តីវិនាសដល់ពេលលោកតាផៃអស់ទ្រព្យសម្បត្តិគ្មានសេសសល់អ្វីទៅហើយរីម៉ាក៏ផ្លាស់ប្ដូរចិត្តលែងស្រឡាញ់តាទៅស្រវាយកអន្តិតដែលទៅនឹងសឹកថ្មីនោះវិញព្រោះតែឥឡូវគេមានជាងតានេះអាចជាកម្មពីរបស់លោកតាផៃដែលធ្លាប់តែដៀលថ្មេះធ្វើបាបផ្លូវចិត្តរបស់លោកយាយស៊ីនួនកាលពីមុនទៅមកដល់ពេលនេះគាត់ត្រូវនាងក្មេងដៀលវិញម្ដងហើយមិនត្រឹមតែដៀលនោះទេគេយកអស់ទ្រព្យសម្បត្តិគ្មានសេសសល់អ្វីទាល់តែសោះនៅសល់តែខោអាវមួយសម្រាប់នឹងបំណុលជុំទិសនៅក្នុងវ័យ70ឆ្នាំជាងទៅហើយតែនឹងត្រូវទៅរកប្រាក់ឯណាមកសងគេនោះបើរកតែកម្លាំងទប់ខ្លួនស្ទើរតែពុំរួចផង
លោកតាផៃឈឺចិត្តពេកក៏ផឹកស្រាអស់យ៉ាងច្រើនដោយកម្លាំងរបស់គាត់ទប់ទល់នឹងជាតិស្រាមិនបានក៏ដាច់ខ្យល់ស្លាប់នៅលើផ្ទះនោះបាត់ទៅសពរបស់តាផៃត្រូវបានធ្វើបុណ្យទៅតាមប្រពៃណីតែនៅក្នុងពិធីបុណ្យនោះគេមិនឃើញលោកយាយស៊ីនួនទៅចូលរួមនោះទេកន្លងទៅបានមួយសប្តាហ៍រាត្រីស្ងាត់រីម៉ានៅឈរខាងលើផ្លូវមើលទៅទំនងដូចជាកំពុងរងចាំម៉ូតូអ្នកណាម្នាក់បន្តិចក្រោយមកក៏មានម៉ូតូមួយជិះមកឈប់នៅខាងមុខហើយក៏សួរទៅកាន់នាងថា ម៉ែហើយទៅណាដែរនាង ចាខ្ញុំទៅអាចជិះក្រុងបង បើអញ្ចឹងឡើងមកអញ្ចឹង រីម៉ាក៏ឡើងទៅខាងលើម៉ូតូហើយអ្នកបើកម៉ូតូនោះក៏ចាប់ផ្ដើមធាក់ម៉ូតូបំរុងនឹងចាញ់ដំណើរទៅក៏ប៉ុន្តែប្រឹងធាក់យ៉ាងណាក៏ម៉ូតូនោះមិនព្រមឆេះឃើញបែបនោះរីម៉ាក៏ចុះមកពីលើម៉ូតូវិញ យីហ្មងហើយម៉ូតូកើតអីនេះថៃបានតែមិនឆេះសោះអញ្ចឹង យីបើប៊ីចាស់អញ្ចឹងហើយ ម្ចាស់ម៉ូតូប្រឹងធាក់រហូតដល់របូតក្បាលពីខ្លួនរួចក៏ភ្លាត់ញាត់ថា អញយ៉ាល្មលយោផ្លេចទុកក្បាលឥឡូវជ្រុះបាត់ហើយ បងប៉ា និយាយចេញតែប៉ុណ្ណោះរីម៉ាក៏សន្លប់បាត់ទៅនៅឯផ្ទះរបស់លោកយាយស៊ីនួនឯនោះវិញ អូនយាយអើយអូនយាយបងមករកហើយប្រពន្ធបងអើយបើវាឲ្យមក អញមិនដែរ សំចោផ្ទះផងនឹកមិនមានមេ កុំមិននឹកអញសាច់អញមិនក្អប់ដូចនាងការីនោះទេមកពីណាទៅកន្លែងនោះវិញទៅលុះព្រឹកឡើងលោកយាយស៊ីនួនក៏យកកាយយកសពរបស់គាត់ពីយប់ទៅប្រាប់ដល់កូនរបស់គាត់ហើយក្រោយពីពួកគេបានដឹងក៏នាំគ្នាទៅធ្វើបុណ្យនៅឯវត្តអារាមដើម្បីឧទ្ទិសបុណ្យកុសលជូនដល់លោកតាផៃដែលជាឪពុកឯចំណែករីម៉ាក៏ត្រូវបានក្រុមសមត្ថកិច្ចចាប់យកទៅអប់រំនៅឯប៉ុស្តិ៍ពីបទលេងល្បែងស៊ីសងនិងបោកប្រាស់អ្នកដទៃ